ជំរាបសួរខ្ញុំបាទប្រចាំបណ្ឌិតវិទ្យារស្មីហើយកិត្តិយសជាន់ខ្ពស់ផ្នែកវិទ្យាកញ្ចក់ភ្នែកនៅផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយអំពីជំងឺនៃកញ្ចក់ភ្នែកនិងការព្យាបាលកញ្ចក់ភ្នែកនិងការវះកាត់ផ្លាស់ប្ដូរកញ្ចក់ភ្នែកកញ្ចក់ភ្នែកគឺជាកោសិកាផ្នែកខាងមុខបំផុតនៃភ្នែកដែលតម្រូវឲ្យមានលក្ខណៈថ្លាទន់និងគ្មានសរសៃឈាមដើម្បីធានាឲ្យនៅអ្នកជំងឺបានមើលឃើញច្បាស់ក្នុងករណីមួយចំនួនដែលធ្វើឲ្យកញ្ចក់ភ្នែកបាត់បង់នូវភាពថ្លាដូចជាផលប៉ះពាល់នៃការឆ្លងមេរោគដំបៅកញ្ចក់ភ្នែករបួសប៉ះពាល់លើកញ្ចក់ភ្នែកជាមួយនឹងកត្តាមួយចំនួនដូចជាការខ្សោយកោសិកាកញ្ចក់ភ្នែកនឹងធ្វើឲ្យកញ្ចក់ភ្នែកបាត់បង់នូវភាពថ្លារលោងនិងបង្កឲ្យមានការធ្លាក់ចុះនៃការមើលឃើញរបស់អ្នកជំងឺការព្យាបាលនៃជំងឺរបស់កញ្ចក់ភ្នែកគឺមានច្រើនប្រភេទដែលចាប់ផ្ដើមពីការប្រើថ្នាំដូចជាថ្នាំសះថ្នាំបំបត្តិរលាកដើម្បីព្យាបាលនៅការរលាកឬក៏ការឆ្លងមេរោគនៅក្នុងកញ្ចក់ភ្នែកឬក៏ការវះកាត់ដើម្បីជួសជុលបិទរបួសប៉ះទៅលើកញ្ចក់ភ្នែកប៉ុន្តែក្នុងករណីដែលកញ្ចក់ភ្នែកមានសម្លាក់ដែលថ្នាំឬក៏វះកាត់មួយចំនួនមិនអាចជួយបានការព្យាបាលតែមួយគត់គឺតម្រូវឲ្យមានការផ្លាស់ប្ដូរកញ្ចក់ភ្នែកថ្មីកញ្ចក់ភ្នែកគឺជាកោសិកាមួយដែលមានជីវិតដែលមិនអាចផលិតឡើងបានទេដូច្នេះដើម្បីតម្រូវឲ្យអ្នកជំងឺមានការមើលឃើញមកវិញការផ្លាស់ប្ដូរកញ្ចក់ភ្នែកគឺត្រូវបានយកកោសិកាពីមនុស្សម្នាក់ទៀតមកដែលបានបរិច្ចាគកញ្ចក់ភ្នែកនៅពេលដែលគាត់បានបាត់បង់ជីវិតទៅការបរិច្ចាគកញ្ចក់ភ្នែករបស់គាត់នេះគឺត្រូវប្រើរយៈពេលខ្លីមួយដើម្បីធានាថាកោសិកាកញ្ចក់ភ្នែកនៅមានគុណភាពល្អបន្ទាប់ពីបានយកមកពីអ្នកបរិច្ចាគហើយការវះកាត់កញ្ចក់ភ្នែកគឺជាការវះកាត់មួយដែលមានភាពស្មុគស្មាញហើយមានច្រើនប្រភេទទី1គឺការវះកាត់កញ្ចក់ភ្នែកទាំងស្រុងបាទន័យថាគ្រប់ស្រទាប់នៃកញ្ចក់ភ្នែកពីខាងលើដល់ខាងក្រោមត្រូវបានកាត់យកមកដាក់នៅលើភ្នែករបស់អ្នកជំងឺចំណែកមួយចំនួនទៀតគឺការវះកាត់ស្រទាប់ខ្លះនៃកញ្ចក់ភ្នែកដែលអាចធ្វើបានដែលស្រទាប់ខាងមុខស្រទាប់កណ្ដាលឬក៏ស្រទាប់ខាងក្នុងនៃកញ្ចក់ភ្នែកការវះកាត់ទាំងអស់នេះនឹងធានានៅបានការមើលឃើញជូនអ្នកជំងឺវិញប៉ុន្តែក៏តម្រូវឲ្យអ្នកជំងឺមានការតាមដានខ្ជាប់ខ្ជួនជាមួយនឹងគ្រូពេទ្យហើយជាមួយនឹងការប្រើថ្នាំដែលមានរយៈពេលយូរផងដែរជាចុងក្រោយខ្ញុំសូមអំពាវនាវឲ្យបងប្អូនទាំងអស់ថែរក្សាសុខភាពភ្នែកជាពិសេសចំពោះបងប្អូនដែលគាត់ធ្វើការនៅកន្លែងដូចជាកសិកម្មឬក៏ធ្វើការនៅក្នុងការដ្ឋានឲ្យការពារភ្នែកដោយពាក់វ៉ែនតាការពារពាក់វ៉ែនតាខ្មៅឬក៏ពាក់មួកការពារនៅពេលដែលបងប្អូនធ្វើដំណើរតាមផ្លូវព្រោះកញ្ចក់ភ្នែកគឺជាកោសិកាមួយដែលនៅមុខគេបំផុតដូច្នេះបើសិនជាមានការប៉ះទង្គិចការប៉ះពាល់វានឹងកើតមកលើកញ្ចក់ភ្នែកមុនគេបើសិនជាបងប្អូនមានបញ្ហាទាំងឡាយដូចជាការឈឺចាប់ការស្វាងភ្នែកឬក៏ការប៉ះទង្គិចត្រូវប្រញាប់មករកគ្រូពេទ្យឯកទេសជំនាញព្យាបាលភ្លាមៗឲ្យបានទាន់ពេលវេលាសូមអរគុណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត